បន្ទាប់ពីឃើញអ្នកចិត្តខាងចាកាលពីឆ្នាំទៅគាត់បានកំងឧបករណ៍កាត់ស្មៅធ្វើជីឈុតជាមួយនឹងត្រាក់ទ័រយកទៅប្រើប្រាស់រួចមកចាគឺលោកពូឆ្នាំនេះចាគឺចាំការទៀតគឺដោយសារកាត់ស្មៅហ្នឹងគឺវាពិបាកហើយមួយទៀតគឺអត់ចង់ធ្វើចិត្តជាមួយនឹងបុគ្គលិកចាយើងពិបាករកបុគ្គលិកក្នុងការកាត់សម្អាតស្មៅនៅតាមចំការអញ្ចឹងហើយចាំការទៀតចាដាក់មួយឈុតដែរទៅហើយការពីឆ្នាំទៅហ្នឹងគឺមានអតិជនគឺគាត់កំងមួយឈុតជាមួយនឹងត្រាក់ទ័រទៅខាងបែកលុងចាចការតរេនហើយសម្រាប់ឧបករណ៍កាត់ស្មៅធ្វើជីនេះគឺវាមានគុណប្រយោជន៍ច្រើនមែនតើព្រោះដោយសារវាកាត់ស្មៅចិញ្ច្រាំធ្វើជាជីធម្មជាតិហើយវាមិនធ្វើឲ្យប៉ះពាល់ដល់ឫសតរេនរបស់បងប្អូនអតិជនទៀតចាគឺពិសេសមែនតើហើយមិនមែនកាត់បានតែស្មៅនៅក្នុងចំការទុរេនទេចាបងប្អូនដែលជាម្ចាស់ចំការផ្សេងក្រៅពីដំណាំទុរេនដូចជាកស៊ូតង្កែនមានឬក៏ជាស្វាយចន្ទីចាក៏កាត់បានដែរហើយកាត់បានគ្រប់ប្រភេទស្មៅទាំងអស់ចាគឺអត់រើសស្មៅទេហើយអ្វីដែលកាន់តែពិសេសមកតង់ទៀតហ្នឹងគឺស្ថានភាពដីយ៉ាងណាក៏នៅតែកាត់បានដែរចាខ្ពស់ទាបឡើងចុះអីគឺនៅតែកាត់បានចាព្រោះបងខ្លះគឺគាត់បារម្ភថាខ្លាចដីអត់ស្មៅអីអញ្ចឹងឧបករណ៍កាត់ស្មៅហ្នឹងកាត់អត់បានតាមពិតគឺវាកាត់បានចាគឺយើងរៀបចំឡើងគឺតម្រូវទៅលើស្ថានភាពដីជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជារបស់យើងតែម្ដងអញ្ចឹងសម្រាប់បងប្អូនអតិថិជនដែលមានតម្រូវការចាជាឧបករណ៍កាត់ស្មៅធ្វើជីដែលមានគុណភាពល្អកាត់បានស្អាតបងមកអាចធ្វើការកំងពីផេកតង់មីលីបានអរគុណសម្រាប់ការផ្ដល់ទំនុកចិត្តចាការផ្ដល់ទំនុកចិត្តមកកាន់តង់មីលីនិងជួយប្រាប់តគ្នាចាអរគុណមែនតើសម្រាប់ការគ្រប់គ្រងមួយនេះអរគុណច្រើនជំរាបលា